សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទទៀតហើយពុកម៉ែបងប្អូនដែលថ្ងៃនេះគឺខ្ញុំថតពីទេសភាពនៅក្នុងបរិវេណផ្ទះរបស់ខ្ញុំទេពុកម៉ែបងប្អូនហើយឥឡូវនេះទៅតាមដានទស្សនាទាំងអស់គ្នា Let's go ខ្ញុំថតនេះពីក្រោយហ្នឹងគឺ background របស់ខ្ញុំពុកម៉ែបងប្អូនគឺជាជញ្ជាំងផ្ទះផងដែរហើយឥឡូវនេះទៅតាមដានទស្សនាទាំងអស់គ្នាមេឃថ្ងៃនេះគឺมันមេឃរៀងក្តៅពីថ្ងៃហើយពុកម៉ែបងប្អូនខ្ញុំនាំទៅមើលកន្លែងមួយកាលពីសង្គ្រាមហ្នឹងដែលចាស់គាត់ហៅថាត្រង់សេពុកម៉ែបងប្អូននេះគឺជាត្រង់សេរបស់ខ្ញុំកាលពីស្រុកយើងមានសង្គ្រាមពុកម៉ែបងប្អូននេះកន្លែងកាលយើងសង្គ្រាមខ្មែរថៃគឺយើងមានកន្លែងកិច្ចខ្លួនបងប្អូនទេសភាពថ្ងៃនេះគឺមេឃស្រឡះខៀវស្ងាត់ល្អមែនទែនបងប្អូនអរគ្នាមេឃខៀវស្ងាត់ល្អមែនទែនថ្ងៃនេះអត់មានអីទេពុកម៉ែបងប្អូនបរិវេណផ្ទះរបស់ខ្ញុំគឺមានតែដើមឈើទេសភាពអីប៉ុណ្្នឹងឯងអត់មានអីទេនៅស្រុកស្រែគឺស្ងាត់ចងំល្អមែនទែនពុកម៉ែបងប្អូនអត់មានឮសំឡេងអីទេមានឮតែសំឡេងសត្វយំសំឡេងមាន់ទាអីគឺធម្មជាតិល្អមែនទែនស្រុកស្រែនៅស្រុកស្រែគឺអាកាសធាតុល្អពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានត្រឹមតែប៉ុណ្ណេះទេបើសិនជាពុកម៉ែបងប្អូនស្រឡាញ់និងចូលចិត្តវីដេអូរបស់ខ្ញុំពុកម៉ែបងប្អូនអាចជួយ Subscribe Channel YouTube របស់ខ្ញុំមួយនិងជួយfollow page ម្នាក់មួយ